ជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់សារជាថ្មីមកកាន់វគ្គចុងក្រោយនៃមេរៀនទី2របស់យើងដែលថ្ងៃនេះយើងនឹងមាន story មួយសម្រាប់អានលេងកម្សាន្តក៏ដូចជាពាក្យថ្មីនៅក្នុង story ដែលយើងងាយស្រួលក្នុងការបង្កើតប្រយោគនិយាយទាក់ទងជាមួយនឹងពាក្យដែលយើងបានរៀនហើយទាំង unit 1 និង unit 2 ទាំងអស់គ្នាអញ្ចឹងយើងកុំឲ្យខាត់ពេលយើងចូលទៅមើលទាំងអស់គ្នាអូខេតោះឥឡូវយើងចូលទៅ unit 2 story អូខេអញ្ចឹងជាធម្មតានៅក្នុង story យើងតែងតែមាន sight words អញ្ចឹងយើងទៅមើលទាំងអស់គ្នាថាតើ sight words របស់យើងថ្ងៃនេះយើងមានពាក្យអ្វីដែលថ្មីអូខេ sight words ពាក្យទី1យើងអានថា I ពាក្យទី2យើងអានថា see ពាក្យទី3យើងអានថា have អូខេចាឥឡូវយើងទៅមើលអត្ថន័យទាំងអស់គ្នាថាតើពាក្យទាំង3នេះយើងមានន័យដូចម្ដេចអូខេទី1 I យើងប្រែថាខ្ញុំ I ជាសព្វនាមជាប្រធានយើងប្រែថាខ្ញុំឃើញទេ I យើងនិយាយខ្លួនយើង I អូខេពាក្យទី2គឺពាក្យ see ឃើញទេ see ជាកិរិយាសព្ទយើងប្រែថាឃើញអូខេហើយនឹងពាក្យចុងក្រោយគេទី3ពាក្យ have យើងប្រែថាមានអញ្ចឹងយើងយកពាក្យទាំង3នេះយកទៅបង្កើតជាប្រយោគឧទាហរណ៍ទី1យើងដាក់បញ្ចូលគ្នាមករវាង I see ឃើញទេ I see ប្រែថាម៉េចខ្ញុំឃើញអញ្ចឹងក្នុងប្រយោគភាសាអង់គ្លេសវាត្រូវតែមានសព្វនាមជាប្រធានហើយនឹងមានកិរិយាសព្ទអញ្ចឹងបូកបញ្ចូលគ្នាទៅបង្កើតបានជាប្រយោគមួយហើយនៅខាងក្រោយយើងអាចមានជាគុណនាមឬក៏ជាកន្សោមនាមដាក់នៅពីខាងក្រោយយើងចេញទៅជាប្រយោគមួយហើយអញ្ចឹងទម្រង់របស់វាយើងត្រូវមានsubject plus verb សព្វនាមជាប្រធានបូកជាមួយនឹងកិរិយាសព្ទយើងនឹងចេញទៅជាប្រយោគមួយហើយអញ្ចឹងយើងមើលទៅខាងក្រោមទៀតយើងមាន I សព្វនាមជាប្រធានរបស់យើង I បូកជាមួយនឹង have ទៅជា I have ប្រែថាខ្ញុំមានឃើញទេចុះឧទាហរណ៍ថាបើសិនជាខ្ញុំឃើញសត្វស្រមោចមួយយើងត្រូវនិយាយ I see an ant ចុះបើយើងនិយាយថាខ្ញុំមានផ្លែប៉ោមមួយ I have an apple អញ្ចឹងយើងចូលទៅមើលសាច់រឿង story របស់យើងទាំងអស់គ្នាអូខេតោះជា story របស់យើងនិយាយពីសត្វស្រមោចដែលគាត់ឃើញហើយនឹងគាត់ឃើញអីគាត់និយាយហ្នឹងហើយអូខេអញ្ចឹងយើងកុំឲ្យខាត់ពេលយើងទៅអាន read along 1 I see an egg ឃើញទេអញ្ចឹងបើយើងប្រែប្រយោគនេះទៅខ្ញុំឃើញស៊ុតមួយគ្រាប់ឃើញទេ I see an egg ទី2 I have a fund យើងប្រែប្រយោគនោះមិន I ខ្ញុំមានផ្លិតមួយបាទនៅទីនេះយើងប្រែថាផ្លិតព្រោះ suppose យើងប្រែថាផ្លិតណាខ្ញុំមានផ្លិតមួយបាទទី3 It is a desk វាគឺជាតុមានថតមួយអាហ្នឹងច្បាស់ណាស់យើងត្រូវតែប្រែអញ្ចឹងព្រោះ it វា is គឺជា a desk តុមានថតអញ្ចឹងប្រកាសណាស់វានឹងទៅជាវាគឺជាតុមានថតមួយអញ្ចឹងក្រោយគេ number 4 it is an elephant អញ្ចឹងយើងប្រែថាវាគឺជាសត្វដំរីមួយក្បាលអញ្ចឹងពាក្យ it យើងឃើញមានថនៅពីខាងចុងពេលដែលយើងអានយើងត្រូវបញ្ចេញសំឡេងវា it is មាន s តែកាលណាយើងឃើញ s ពីខាងចុងយើងអានយើងបញ្ចេញសំឡេងអញ្ចឹង it is an elephant It is an elephant
បាទចំពោះ story នៅក្នុង Unity 2របស់យើងមានតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនអាចតាមដាននៅវីដេអូបន្តទៀតដែលយើងចូលទៅកាន់ Unit 3យើងនឹងមានពាក្យថ្មីនិង story ថ្មីបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលា